កាហ្វេមកកន្លែងនេះអ្នកទាំងអស់គ្នាមានត្រឹមតែ2500រៀលខ្មែរទេក៏អាចចូលញ៉ាំបានដែរតែមានឈ្មោះថា Abyss Cafe ជាមួយនឹងការរីកហាងបែប vibe Vincent អ្នកនេះស្គាល់ Vincent បើអត់ស្គាល់ទេចាំ admin 5 Vincent នឹងគឺជាវិចិត្រករម្នាក់ដែលល្បីខ្លាំងខាងគូគំនូ artwork art អីចឹងណានៅប្រទេស Holland admin 5ត្រួសបែរតោះនេះគ្នាទៅ research មើលហ្មងហើយនេះ admin គាត់ធ្វើមច្ឆាព្រោះ admin ចូលចិត្តមច្ឆាចឹងណាគេថាផឹកមច្ឆាមានសង្សារតែ admin ផឹកមច្ឆារហូតដល់ដែលមានសង្សារទេសង្ស័យគេបោកត្មង admin ចាញ់បោកគេអូយមកទៅតែ admin ចង់និយាយថាមច្ឆាកន្លែងគាត់ណាឆ្ងាញ់ខ្លាំងមែនតើនិយាយទៅរសជាតិរបស់គាត់ហ្នឹងគឺដូចជាមានពីរប្រភេទទី1ហ្នឹងអាប៊ីសមច្ឆាហ្នឹងអាហ្នឹងបានទាំងក្លិនបានទាំងរសជាតិចឹងណាហើយមួយប្រភេទទៀតហ្នឹងគឺខាទីយ៉ាមច្ឆាហ្នឹងដូចជាបានតែរសជាតិទេប៉ុន្តែអត់សូវមានក្លិនហ្មងនេះអាហ្នឹងតែបើប៊ីសមច្ឆាហ្នឹងយើងថាក្លិនហើយរសជាតិវិញអូយអែមស្រែមខ្លាំងមែនតើរសជាតិឈ្ងុយណាឈ្ងុយក្លិនមច្ឆាហ្មងតែបើរសជាតិកាហ្វេក៏មិនណយដែរពុកម៉ែបងប្អូនយើងសម្រាប់បងប្អូនទៅនិយាយការងារឬក៏ទៅធ្វើ assignment ហ្នឹងនៅទីនោះគឺ recommend ឲ្យហ្មងណាព្រោះវាស្ងាត់ល្អចង់ទៅ dating ក៏បាន dating មួយសង្សារយ៉ាងណាអូយមានភ្លេចប្រាប់ថានៅអាប៊ីកាហ្វេហ្នឹងក៏មានជាន់ទី2ដែរណាហើយជាន់ទី2អូយស្អាតខ្លាំងមែនតើហើយក៏និយាយថាស្ងប់ស្ងាត់ល្អផងដែរនិយាយពីម្ចាស់ហាងវិញមិនបាច់និយាយទេពុកម៉ែបងប្អូនយើងអូរុះរឿយខ្លាំងមែនតើហ្មងទៅឲ្យបងថាមិនទិញទៀតមានចម្លែកហ្មងហើយស្រាប់ទីតាំងចាំ admin តម្លាក់ក្នុង comment ឲ្យណាលើនៅក្មេងតូចបាយ